ចានេះគឺ form មួយដែរអញ្ចឹងបងចូលនៅខាងលើទាំងអស់មកនេះអានេះកន្លែងនេះថ្មបងឆែកមើលថ្មថាវាចូលនៅហ្នឹងណាចាបន្ទាប់ពីហួសថ្មហ្នឹងមកបងឃើញ setting ហ្នឹងអញ្ចឹងបងចូល setting ដើម្បីភ្ជាប់ Wi-Fi នេះចូលបច្ចេកនឹងសិនមកដើម្បីយើងសេរីជ្រាបជ្រុងបើសិនជាយើងសេរីជ្រាបជ្រុងអត់តាន់បានអញ្ចឹងណាអញ្ចឹងយើងយក keystone correction នេះចុច OK លើ keystone correction ហ្នឹងមកចុចលើអាហ្នឹងមួយទៀតមកចុចលើនេះមួយទៀតមកបន្ទាប់មកបងចង់សេរី4ជ្រុងអីហ្នឹងគឺបងសេរីនៅលើហ្នឹងទៅចុចលើហ្នឹងមកកន្លែងហ្នឹងមានន័យថាទោះបីជាបងដាក់ projector វាបន្តិចអីតិចតួចអីអញ្ចឹងបងអាចសេរីវាបានចាបន្ទាប់ពីចេញកន្លែងសេរីហ្នឹងហើយបងនិយាយរួមបងស្រាវជ្រាវខ្លួនឯងបន្ថែមទៀតទៅព្រោះកន្លែងហ្នឹងគឺអាស្រ័យទៅយើងស្រាវជ្រាវទេចុច OK អីមកអញ្ចឹងយើងចង់សេរីជ្រាបជ្រុងកន្លែងណាអីចឹងទៅយើងសេរីតាមហ្នឹងទៅអានេះខ្ញុំក្នុងវីដេអូមួយទេអត់ខាតទេអញ្ចឹងបងមិនបារម្ភទេអញ្ចឹងបងចូលមួយអញ្ចឹងទៅយូរទៅបងគង់នឹងចាំខ្លួនឯងទេព្រោះវាដូចជានឹងទូរបស់យើងដែរបន្ទាប់ពីចេញពីនឹងហើយខ្ញុំភ្ជាប់ Bluetooth ទៅបាសអញ្ចឹងពេលដែលខ្ញុំភ្ជាប់ Bluetooth ទៅបាសខ្ញុំចូល accessory អញ្ចឹងបងអស់ចូលមកខាងក្រោមមកនេះឃើញអត់កន្លែងនេះក្រោមគេ remote អីហ្នឹងហើយបន្តមកបងចូលទី2 add accessory បងចូល add accessory ហ្នឹងដើម្បីយើងភ្ជាប់ជាមួយនឹង Bluetooth ទៅបាសនេះចូល add accessory ឃើញទេដើម្បីភ្ជាប់ Bluetooth ទៅបាសអញ្ចឹងវា scan រក device Bluetooth របស់យើងយើងចាំវាមិនសទោសទៅឃើញ device ហើយយើង pair វាមក